Chim chỉ khmai hay ấy thờiของมันกันជើងសៀមខ្ញុំអត់យល់ហ្មងនៅពេលដែលខ្ញុំផុសវីដេអូថាសៀមបានកិលទូកុងតឺន័រទៀតហើយអានឹងបង្ហាញពីចរិតបាត់ផ្សាររបស់សៀមសັບគាត់ចូលខមមិនថាម្ចាស់ហេជាមនុស្សបាត់ផ្សារតែប្រហែសចោលគេចូលលួចហើយតើបងគិតអីខ្ញុំនិយាយមែនណាខ្ញុំឃើញខមមិនហ្នឹងហើយខ្ញុំហួសចិត្តខ្លាំងហើយហេតុអីយើងគិតបានតែប៉ុណ្្នឹងទីមួយខ្ញុំចង់ឲ្យបងដឹងថាតើអ្នកឯងលួចគឺខុសច្បាប់ហើយតើអ្នកឯងលួចគឺជាចោលហើយតើអ្នកឯងលួចគឺជាមនុស្សអាក្រក់ហើយអត់មានអីត្រូវការពារទេទោះរបស់ហ្នឹងគេទុកចោលក៏ដោយទោះរបស់ហ្នឹងម្ចាស់គេមិនក៏ដោយហេតុអីយើងត្រូវមកលួចផុសគេដីរបស់ខ្មែរមានម្ចាស់តើដីហ្នឹងដូនតារបស់សៀមបានទុកនៅហ្នឹងមិនមែនបានមកលួចអត់មានអីត្រូវទៅកាន់ជើងសៀមថាអូម្ចាស់ចោលមកសៀនម្ចាស់បាត់ផ្សារគេលួចហើយអត់ទេបងបើសិនបើបងបរៀនកូនតើបងនឹងបរៀនថាកូនឃើញរបស់គេទុកចោលកូនឯងទៅយកឬក៏បងប្រាប់កូនថាកូនកុំលួចរបស់គេកុំយករបស់គេទោះម្ចាស់គេទុកចោលក៏ដោយព្រោះអាហ្នឹងមិនមែនជារបស់យើងអញ្ចឹងសូមគិតកន្លែងហ្នឹងឡើងវិញចោលលួចអត់មានអីត្រូវទៅកាន់ជើងចោលទេចោលធ្វើហ្នឹងគឺជារឿងខុសច្បាប់ហើយទី2គឺនិយាយអំពីម្ចាស់បាតផ្សារអញ្ចឹងណាគេជាម្ចាស់បាតផ្សារអញ្ចឹងបានន័យថាទាំងបងទាំងខ្ញុំប្រជាជនខ្មែរទាំងអស់រួមទាំងអ្នកដឹកនាំអីគឺបាតផ្សារទាំងអស់ព្រោះយើងទាំងអស់គ្នាជាម្ចាស់បងកុំគិតថាគ្រួសារមួយមានរឿងកើតឡើងគ្រាន់តែជាទំនួលខុសត្រូវរបស់ឪពុកម្ដាយមើលទៅអ៊ំឪពុកម្ដាយអញអាក្រក់មែនទេឪពុកម្ដាយធ្វើអត់ល្អប៉ុន្តែបងជាសមាជិកនៅក្នុងគ្រួសារនឹងដែរអញ្ចឹងនៅពេលដែលឌីលផ្ទះនឹងមួយគឺឌីលមនុស្សទាំងអស់នៅក្នុងផ្ទះនឹងអញ្ចឹងសូមគិតឡើងវិញយើងជាម្ចាស់ផ្ទះទាំងអស់គ្នាសូមសួរខ្លួនឯងថាលើសអំពីការដែលអង្គុយខមមិនមើងងាយខ្លួនឯងមើងងាយប្រទេសខ្លួនឯងមើងងាយអ្នកដឹកនាំខ្លួនឯងមើងងាយប្រជាជនខ្មែរទាំងអស់តើបងអាចធ្វើអីបានលើសអំពីការអង្គុយទៅតើយើងអាចចូលរួមអីបានតើយើងចូលរួមលើកទឹកចិត្តគ្នាមិនតើយើងចូលរួមលះបង់ទៅកាន់ប្រទេសជាតិមិនខ្ញុំជឿថាបងអាចទៅដឹកនាំប្រទេសបានទេប៉ុន្តែបងពិតជាអាចចូលរួមចំណែកដើម្បីធ្វើឲ្យប្រទេសជាតិល្អប្រសើរបានហើយយើងពិតជាអាចចូលរួមចំណែកកសាងសាមគ្គីភាពក៏ដូចជារួមគ្នាជាធ្លុងមួយដើម្បីដោះស្រាយបញ្ហានឹងបានជាមួយគ្នាតាមចំណែករបស់យើងខ្ញុំសូមចិត្តហ្មងបើសិនបងអាចជួយអីបានទៅកាន់ប្រទេសជាតិសូមគុំខមមិនមើងងាយជាតិសាសន៍ខ្លួនឯងហើយកាន់ជើងចោលអញ្ចឹងខ្ញុំអត់គ្រប់គ្រងទេអញ្ចឹងសូមបងគិតឡើងវិញជាមួយនឹងម្ចាស់ខមមិនហើយខ្ញុំក៏អត់ចង់ឃើញខមមិនអញ្ចឹងផ្សេងទៀតនៅក្នុង post ដែរអរគុណបងប្អូនអរគ្នាខ្ញុំមានតែប៉ុណ្្នឹងឯងម្ដងទៀតសូមស្រឡាញ់គ្នារួបរวมគ្នាឲ្យតម្លៃគ្នាជាពិសេសស្រឡាញ់និងឲ្យតម្លៃប្រទេសជាតិរបស់យើងពីព្រោះយើងអត់ត្រូវមើងងាយជាតិសាសន៍យើងជាដាច់ខាតទោះនៅក្នុងកលៈទេសៈណាក៏ដោយកើតមកជាខ្មែរគឺជាមោទនភាពមែនទែនចុះបងប្អូនអរគ្នាមើលវីដេអូនេះហើយបងប្អូនគិតមិនដែរអាច comment នៅខាងក្រោមបានហើយបើសិនបើគិតថាវីដេអូនេះល្អកុំភ្លេចចែករំលែកទៅកាន់អ្នកដទៃផ្សេងទៀតផងដែរអរគុណបងប្អូនអរគ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបើសិនបើអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណខ្ញុំអូ Facebook ឃើញវីដេអូនេះហើយទទួលបានកម្លាំងចិត្តមែនទែនប្រហែលជាមនុស្សម្នាក់មិនអាចលើកផ្ទះបានទេហើយមនុស្សតែម្នាក់ក៏មិនអាចធ្វើឲ្យផ្ទះនោះដូរទីតាំងទៅកន្លែងផ្សេងបានដែរប៉ុន្តែបទពិសោធន៍យុទ្ធសាស្ត្រការខិតខំព្យាយាមនិងការរួបរวมសាមគ្គីពិតជាអាចលើកផ្ទះនោះទៅកាន់កន្លែងផ្សេងបាននៅពេលមានសង្គ្រាមនេះយើងតែងតែឮថាកម្ពុជាតូចកម្ពុជាអន់ថៃមើងងាយប៉ុន្តែតាមរយៈការរើផ្ទះនេះធ្វើឲ្យខ្ញុំមើលឃើញថាដរាបណាយើងខិតខំព្យាយាមយើងមានចក្ខុវិស័យច្បាស់លាស់ហើយយើងនៅតែបន្តរួបរวมគ្នាគ្មានអ្វីដែលយើងអាចធ្វើបានទេអញ្ចឹងអ្វីដែលសំខាន់គឺយើងរួបរวมសាមគ្គីគ្នាឡើងយើងខិតខំទាំងអស់គ្នាឡើងយើងព្រួតដៃគ្នាឡើងគ្មានសត្រូវណាយកឈ្នះខ្មែរបានឡើយដរាបណាយើងទាំងអស់គ្នាស្រឡាញ់ប្រទេសជាតិរបស់យើងការពារប្រទេសជាតិរបស់យើងហើយព្រួតដៃសាមគ្គីគ្នាទីណាមានការរួបរวมទីនោះមានជ័យជំនះបងប្អូនទាំងអស់គ្នាគិតយ៉ាងណាដែរអាច comment នៅខាងក្រោមបានហើយប្រសិនបើចូលចិត្តវីដេអូនេះកុំភ្លេចចែករំលែកទៅអ្នកផ្សេងទៀតដើម្បីដាស់តឿនឲ្យយើងនៅតែបន្តរួបរวมក្នុងស្មារតីសាមគ្គីជាគ្រួសារខ្មែរហើយមួយរយៈនេះមានបងប្អូនមើលវីដេអូខ្ញុំហើយអត់ទាន់ follow អាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណដោយយើងជាខ្មែរអត់ដឹងហៅប្រទេសខ្លួនឯងថាមិនអញ្ចឹងខ្ញុំពិបាកដែរប្រហែលបងប្អូនឃើញអំពីវីដេអូដែលខ្ញុំនិយាយអំពី Cambodia ហើយខ្ញុំបាននិយាយថាជប់ហៅប្រទេសខ្លួនឯងថា Cambodia ទៅហើយបងមួយគាត់មក comment ថាចោះឲ្យនិយាយថាម៉េចតាមពិតខ្ញុំអត់ចង់តបតអីខ្ញុំចេញវីដេអូនេះគ្រាន់ចង់មកប្រាប់បងកុំអវិជ្ជមានជ្រុលពេកមួយប្រទេសខ្លួនឯងហើយកុំជន់ប្រទេសខ្លួនឯងពេកអញ្ចឹងណាអត់ខ្វះឯពាក្យហៅប្រទេសយើងដូចជាប្រទេសកម្ពុជាស្រុកខ្មែរដែនដីសវណ្ណភូមិអីជាដើមហ្នឹងហេតុអីគ្រាន់តែខ្ញុំប្រាប់កុំឲ្យហៅថា Cambodia អញ្ចឹងបងទៅជាសួរថាឲ្យហៅថាម៉េចបងដឹងអត់ថាពាក្យហ្នឹងបង្កើតឡើងអំពីសៀមហៅពាក្យហ្នឹងមកកាន់យើងដើម្បីទម្លាក់កំហុសឲ្យយើងមើងងាយប្រទេសជាតិយើងហើយជាពិសេសវាយកចេតនាបងចាំអត់វាចោទថា
មានអក្រិតកម្មអនឡាញផ្សេងហ្នឹងបានវាមកតម្លាក់គ្រាប់កំតិចអីជាដើមអញ្ចឹងវាបំផ្លាញប្រទេសយើងជិះជាន់ប្រទេសយើងដោយសារពាក្យហ្នឹងហើយវាប្រើពាក្យហ្នឹងតែម្ដងហើយមួយវិញទៀតបងត្រូវចាំថាអីដែលកំពុងកាត់ឡើង scam អីហ្នឹងរដ្ឋាភិបាលកំពុងតែលុបបំបាត់ហើយតម្លៃរបស់យើងមិននៅលើតែ scam ហ្នឹងទេយើងមានប្រសាទវប្បធម៌អរិយធម៌មានភាពល្អជាច្រើនដែលយើងគួរផ្សព្វផ្សាយក្នុងនាមជាខ្មែរអញ្ចឹងវីដេអូនេះអត់មានមកញុះញង់ធ្វើឲ្យខ្មែរស្អប់គ្នាឬក៏ចង់ឆ្លោះគ្នាមួយបងប៉ុន្តែរំលឹកថារៀនគិតវិជ្ជមានហើយឲ្យតម្លៃជាតិសាសន៍របស់យើងហើយខ្ញុំឃើញបងដាក់ frame ស្រឡាញ់ប្រទេសជាតិវីរៈកងទ័ពអីដែរអញ្ចឹងប្រហែលជាបងស្រឡាញ់ជាតិដូចគ្នាអញ្ចឹងធ្វើអីល្អគិតល្អសម្រាប់ប្រទេសជាតិរបស់យើងហើយជាមួយគ្នាដែរប្រហែលបងប្អូនអ្នកមើលមានគំនិតអីល្អជាងខ្ញុំក្នុងការប្រាប់បងឲ្យហៅអីដែលល្អជាងនឹងលើអំពីការហៅថា Cambodia ហ្នឹងអញ្ចឹងជួយប្រាប់គាត់ផងហើយជួយ comment នៅខាងក្រោមទាំងអស់គ្នាហើយបើសិនបើបងប្អូនគិតថាវីដេអូនេះល្អក្នុងការរំលឹកគ្នាឲ្យស្រឡាញ់ប្រទេសជាតិហើយរស់នៅជាមួយភាពវិជ្ជមានសម្រាប់ប្រទេសជាតិយើងកុំភ្លេចចែករំលែកទាំងអស់គ្នាអរគុណបងប្អូនដែលបានទស្សនាវីដេអូរបស់ខ្ញុំបងប្អូនអត់ទាន់ follow នៅ like ជួយ follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណខ្មែរយើងគេហៅថា Cambodia អញ្ចឹងសមផុតដែរនៅពេលដែលសារព័ត៌មានបរទេសមួយបានហៅប្រទេសខ្មែរថា Cambodia ខ្ញុំឃើញបងប្អូនខ្មែរមួយចំនួនតូចបានគាំទ្រហើយនិយាយថាគេហៅអញ្ចឹងសមមុខហើយខ្លួនឯងអញ្ចឹងមិនបាច់ឈឺចាប់ទេបើយើងមិនអញ្ចឹងមិនគេហៅយើងថាអញ្ចឹងអីជាដើមអញ្ចឹងទៅសម្រាប់ខ្ញុំផ្ទាល់នៅពេលដែលឃើញពួកគាត់ជាខ្មែរហើយគាត់បញ្ចេញមតិបែបហ្នឹងមើលងាយចិត្តសាសខ្លួនឯងអញ្ចឹងសម្រាប់ខ្ញុំមានអារម្មណ៍ឈឺចាប់មែនទែនហើយនេះជាមូលហេតុដែលខ្ញុំចង់ចេញវីដេអូនេះហើយខ្ញុំចង់និយាយទៅកាន់ខ្មែរយើងតែម្ដងខ្ញុំអត់ចង់និយាយទៅកាន់បរទេសណាដែលគេមើលងាយពួកបរទេសមើលងាយជាតិសាសយើងវាជារឿងឈឺចាប់មួយប៉ុន្តែបើសិនបើខ្មែរគ្នាឯងហើយមើលងាយជន់ឈ្លីជាតិសាសខ្លួនឯងនោះទៅជារឿងឈឺចាប់ខ្លាំងបំផុតមូលហេតុអីបានខ្ញុំអត់គាំទ្រឲ្យខ្មែរគ្នាឯងហៅប្រទេសខ្លួនឯងថា Cambodia ឬក៏យល់ស្របជាមួយអ្វីដែលគេលើកឡើងព្រោះអីទី1បង្ហាញពីភាពអសិលធម៌និងគ្មានវិជ្ជាជីវៈខ្ញុំអត់ដែលឃើញណាគេនៅពេលដែលឃើញចំណុចខ្សោយឬក៏ភាពខ្វះខាតនៅកន្លែងហ្នឹងរបស់មនុស្សម្នាក់ហ្នឹងឬក៏ប្រទេសមួយហ្នឹងគេហៅអញ្ចឹងទេឧទាហរណ៍មិនបាច់និយាយដល់ប្រទេសទេនិយាយត្រឹមមនុស្សឧទាហរណ៍ថាយើងឃើញគាត់ពិការភ្នែកជាជនពិការតើយើងទៅហៅគាត់ហេអាខ្វាក់អញ្ចឹងពាក្យហ្នឹងធ្ងន់អត់ធ្ងន់មែនទែនហើយឆ្លើយអសិលធម៌ខ្លាំងឧទាហរណ៍ថាប្រសិនបើគ្រួសាររបស់យើងជាអ្នកក្រហើយត្រូវបានគេហៅហេអាឡាហាមតើយើងឈឺចាប់អត់យើងឈឺចាប់មែនអត់អញ្ចឹងក្នុងនាមយើងជាខ្មែរអញ្ចឹងនៅពេលដែលគេហៅប្រទេសយើងថា Cambodia ហើយយើងថាសមមុខអីគេហៅអញ្ចឹងតើយើងជាសមាជិកគ្រួសារជាមនុស្សរបស់ប្រទេសជាតិមួយហ្នឹងយើងអត់ឈឺទេមែនយើងបែរជាគ្រប់គ្រងភាពអសិលធម៌ទាំងអស់ហ្នឹងភាពគ្មានវិជ្ជាជីវៈទាំងអស់ហ្នឹងទៅវិញចំណុចទី2នៅពេលដែលយើងគ្រប់គ្រងពាក្យថា Cambodia ហ្នឹងបានន័យថាយើងកំពុងតែអត់ឈរជាមួយប្រទេសជាតិរបស់យើងពីព្រោះមករយៈចុងក្រោយនេះយើងដឹងហើយថាប្រទេសយើងពិតជាមាន scam មែនប៉ុន្តែរដ្ឋាភិបាលបាននិយាយនិងមានប្រសាសន៍យ៉ាងច្បាស់ហ្មងថានឹងលុបបំបាត់ scam នេះឲ្យចេញពីស្រុកខ្មែរឲ្យអស់ហើយឃើញគាត់ខំប្រឹងប្រែងមែនទែនក្នុងការបង្ក្រាបនិងបញ្ឈប់នៅបទល្មើសអនឡាញផ្សេងៗទាំងអស់ហ្នឹងអញ្ចឹងបើសិនបើរដ្ឋាភិបាលពង្រើយកន្តើយអត់ខ្វល់អត់គិតអីសោះអាហ្នឹងគឺជារឿងដែលយើងគួរតែនិយាយហើយគួរតែប្រតិកម្មមើលងាយជាតិសាសន៍ខ្លួនឯងប៉ុន្តែវាគ្មានចំណែកណាមួយដែលយើងគួរធ្វើនៅពេលនេះនៅស្របពេលដែលរដ្ឋាភិបាលអ្នកដឹកនាំឪពុកម្ដាយរបស់យើងខិតខំប្រឹងធ្វើសម្រាប់ប្រទេសជាតិមួយនេះទេហើយខ្ញុំជឿថាបងប្អូនដែលប្រតិកម្មបងប្អូនដែលគ្រប់គ្រងគេហ្នឹងខ្ញុំជឿថាបងប្អូនដឹងដូចគ្នាថា scam មិនមានតែនៅស្រុកខ្មែរទេគឺនៅ South Asia របស់យើងហ្នឹងគឺមានច្រើនប្រទេសខ្លាំងមែនទែនហើយនៅអឺរ៉ុបក៏មាននៅអាមេរិកក៏មានប្រទេសជាច្រើននៅលើពិភពលោកគឺមានដូចគ្នាអញ្ចឹងនៅពេលដែលបងប្អូនគ្រប់គ្រងគេគឺបង្ហាញថាខ្ញុំអត់ស្រឡាញ់ផ្ទះរបស់ខ្ញុំព្យាយាមជន់ផ្ទះខ្លួនឯងដុតផ្ទះខ្លួនឯងថែមរបៀបថាគេយកភ្លើងមកដុតផ្ទះរបស់យើងហើយយើងយកសាំងទៅចាក់ពីលើថែមប្រហែលជាបងប្អូនបានឃើញហើយនាយករដ្ឋមន្ត្រីថៃបានថតមួយ scammer ហើយមានតំណែងហើយខ្ញុំអត់ឃើញប្រទេសគេ expose អញ្ចឹងផងគេអត់មើងងាយជាតិសាសន៍គេអញ្ចឹងផងគេអត់ហៅថា scam Thailand ឬក៏នៅពេលដែលបងប្អូនហៅអញ្ចឹងខ្ញុំមិនឃើញគេសាទរមានតែគេជេរគេតបមកវិញនៅពាក្យអសរោះដែលយើងទៅមើងងាយជាតិសាសន៍គេប៉ុន្តែខុសអីតែយើងនេះយើងបែរជាមើងងាយជាតិសាសន៍ខ្លួនឯងជាមួយបរទេសហើយយើងយល់ស្របហើយយើងគិតថាគេហៅអញ្ចឹងស័ក្តិសមបំផុតហើយជាមួយខ្មែរយើង
ចឹងជាចុងក្រោយវីដេអូនេះខ្ញុំចេញមកខ្ញុំមិនមែនចេញមកឆ្លោះជាមួយបងប្អូនណាដែលជាខ្មែរដូចគ្នាទេហើយខ្ញុំជឿថាមនុស្សម្នាក់ៗមានការគិតនិងមានទស្សនៈអត់ដូចគ្នាឡើយប៉ុន្តែយ៉ាងណាមិញខ្ញុំសង្ឃឹមថាបងប្អូនបាន reflect មើលហើយគិតហើយឆ្លុះប្រចាំងឡើងវិញជាមួយការគ្រប់គ្រងហើយនិយាយថាគេហៅអញ្ចឹងសមហើយខ្មែរអញ្ចឹងមែនអីជាដើមហ្នឹងខ្ញុំសង្ឃឹមថាបងប្អូនបានគិតពិចារណាហើយឲ្យតម្លៃជាតិសាសន៍ខ្លួនឯងឲ្យលើសពីអ្វីដែលបងប្អូនកំពុងតែគិតដូចគ្នាហើយលើសអំពីការគ្រាន់តែនិយាយអាក្រក់គ្រាន់តែអើតាមបរទេសក្នុងការហៅប្រទេសខ្លួនឯងថាអញ្ចឹងខ្ញុំសង្ឃឹមថាយើងទាំងអស់គ្នាអង្គុយគិតដូចគ្នាតើខ្ញុំអាចចូលរួមចំណែកអីដើម្បីប្រទេសមួយនេះតើខ្ញុំអាចផ្សព្វផ្សាយអំពីភាពវិជ្ជមានអីដើម្បីធ្វើឲ្យកម្ពុជាល្បីល្បាញមានអ្នកមកទស្សនាច្រើនសេដ្ឋកិច្ចកម្ពុជាល្អកម្ពុជាដើរទៅមុខអានឹងគឺជាអីដែលយើងគួររួបរวมគ្នាឲ្យធ្វើបន្ថែមទៀតសម្រាប់ជាតិរបស់យើងពីព្រោះសាមគ្គីភាពការឲ្យតម្លៃគ្រួសាររបស់យើងគឺជារឿងសំខាន់ក្នុងនាមយើងជាកូនគ្រប់គ្នាដែលរស់នៅក្នុងប្រទេសជាតិមួយនឹងរស់នៅក្នុងក្រុមគ្រួសារមួយនឹងអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងហើយនេះគ្រាន់តែជាគំនិតខ្ញុំបើសិនបើបងប្អូនគិតឃើញអីអាច comment នៅខាងក្រោមបានសូមបញ្ចេញមតិប្រកបដោយសីលធម៌ផងដែរអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំហើយបើសិនបើគិតថាវីដេអូនេះល្អក្នុងការដាស់តឿនគ្នាក្នុងការគិតវិជ្ជមាននិងឲ្យតម្លៃប្រទេសជាតិខ្លួនឯងថែមទៀតកុំភ្លេចចែករំលែកម្នាក់មួយផងហើយបងប្អូនទាំងអស់គ្នាបើសិនបើអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណនេះជារឿងដែលខ្ញុំខកចិត្តខ្លាំងពេលមកដល់រុស្ស៊ីខ្ញុំជឿថាមិនមែនតែខ្ញុំទេប្រហែលជា international student ដែលទៅពីខ្មែរទៅនៅប្រទេសផ្សេងជួបរឿងនឹងដូចគ្នានៅពេលដែលគេសួរថាអ្នកឯងមកពីណាខ្ញុំថាខ្ញុំមកពី Cambodia មកពីស្រុកខ្មែរអញ្ចឹងណាគេក៏និយាយថាអូខ្ញុំស្គាល់ប្រទេសអ្នកឯងទៅខ្ញុំសួរថាអូអ្នកឯងស្គាល់ប្រទេសខ្ញុំមែនហើយគេថាហ្នឹងហើយខ្ញុំស្គាល់ប៉ុលពតស្គាល់ខ្មែរ genocide មានការសម្លាប់ជាតិសាសន៍ខ្លួនឯងអីអញ្ចឹងណាហើយគេថាគេបានមើលរឿង First I Kill My Father មើលអីណាទៀតហើយទៅខ្ញុំហួសចិត្តខ្លាំងមែនទែនហើយខ្ញុំក៏អស់សង្ឃឹមដែរពីព្រោះអាហ្នឹងជាអតីតកាលទេខ្ញុំក៏សួរថាចុះអ្នកឯងមានស្គាល់អីពីខ្មែរទៀតអត់គេថាអត់ស្គាល់ផងគេស្គាល់តែប៉ុណ្្នឹងគេធ្លាប់រៀនពីរឿងរ៉ាវរបស់ប្រទេសយើងអញ្ចឹងហើយខ្ញុំខកចិត្តខ្លាំងមែនទែនខ្ញុំថាបើស្គាល់ខ្មែរអញ្ចឹងហេតុអីអត់ស្គាល់មុខមាត់ថ្មីរបស់ខ្មែរទៀតហើយអីដែលគេសួរខ្ញុំថាខ្មែរឥឡូវមិនគេខ្មែរនៅកុម្មុយនីសខ្មែរនៅអញ្ចឹងដែរហើយក៏មិនហើយទៅខ្ញុំមានអារម្មណ៍ថាវ៉ាវអ្នកឯងទៅមកពី alien មែនខ្ញុំសឹងតែថាឲ្យអញ្ចឹងសម្រាប់ខ្ញុំខកចិត្តមែនទែនដែលគេស្គាល់ខ្មែរគ្រាន់តែស្គាល់អំពីរបបបល័យពូជសាសន៍ស្គាល់អំពីភាពឈឺចាប់ប៉ុន្តែគេអត់បានស្គាល់អីដែលជាខ្មែរបច្ចុប្បន្នគឺការខិតខំប្រឹងប្រែងនៅមុខមាត់ថ្មីយើងមិនអស់ចាជាងគេលើសកលលោកទេប៉ុន្តែខ្មែរកំពុងដើរទៅមុខជាពិសេសដូចជាមរតកវប្បធម៌ខ្មែរមានអង្គរវត្តមានសម្លៀកបំពាក់របាំអាហារមនុស្សខ្មែរដែលរស់រាយគេអត់ស្គាល់សោះគេស្គាល់តែអាទាំងអស់ដែលអត់ល្អនឹងហើយនឹងក៏ជាមូលហេតុដែលខ្ញុំអន់ចិត្តដែរនៅពេលដែលមានខ្មែរយើងអត់ខំនាំគ្នាប្រមូលខ្មែរអត់នាំគ្នានិយាយអំពីអ្វីដែលល្អរបស់ខ្មែរទេបែរជានាំគ្នាគ្រប់គ្រងពាក្យថាអូ Cambodia អីហ្នឹងហើយទៅនិយាយថាជាតិសាសន៍យើងអញ្ចឹងមែនឲ្យសមអីអញ្ចឹងបងប្អូនការ build brand សម្រាប់ប្រទេសខ្លួនឯងសំខាន់ណាបងប្អូនឲ្យគេចាំត្រឹមតែពលពតនឹងបានហើយនៅលើពិភពលោកនេះខ្ញុំនិយាយហើយថាប្រទេសជាច្រើនមាន scam ប៉ុន្តែគេអត់ដែលមើងងាយជាតិសាសន៍ខ្លួនឯងហើយដាក់តម្លៃជាតិសាសន៍គេឲ្យធ្លាក់ចុះអញ្ចឹងឯងអញ្ចឹងអីដែលយើងធ្វើបានឥឡូវហ្នឹងគឺបន្តនិយាយអំពីភាពវិជ្ជមានរបស់ជាតិសាសន៍យើងផ្សព្វផ្សាយខ្ញុំមកនេះស្មោះត្រង់លើសពីសិស្សដែលរៀនម្នាក់ខ្ញុំព្យាយាមប្រាប់គេថាកម្ពុជាអញ្ចេះកម្ពុជាអញ្ចោះរស់រាយរាក់ទាក់ធ្វើអីតាមតែអាចធ្វើទៅបានប្រាប់គេពីកម្ពុជាអញ្ចឹងអត់មានរឿងអីដែលយើងគ្រប់គ្នាត្រូវជន់ប្រទេសខ្លួនឯងទេត្រូវស្រឡាញ់ប្រទេសខ្លួនឯងឲ្យច្រើនហើយទាំងអស់ហ្នឹងគឺជាភារកិច្ចរបស់យើងលើកមុខមាត់ប្រទេសយើងធ្វើឲ្យប្រទេសជាតិយើងមានមុខមាត់លើឆាកអន្តរជាតិគឺជាមុខមាត់ដែលល្អគឺជាការចងចាំដែលមិនអាចភ្លេចបាននៅពេលដែលគេលឺនៅពេលដែលគេមកទទួលប័ណ្ណពិសោធន៍អញ្ចឹងឈប់មើងងាយជាតិសាសន៍ខ្លួនឯងទៅហើយម្ដងទៀតរឿងនេះខ្ញុំអត់បានប្រឌិតទេមានសិស្ស international ណាខ្លះដែលធ្លាប់ជួបប័ណ្ណពិសោធន៍ហ្នឹងគេស្គាល់ខ្មែរស្គាល់អំពីពលពតហើយគេនិយាយអត់សូវល្អពីខ្មែរហ្នឹងអាច comment នៅខាងក្រោមបានខ្ញុំនិយាយនេះគ្រាន់តែជាសារដាស់តឿនឲ្យយើងស្រឡាញ់ជាតិសាសន៍យើងហើយបើសិនបើបងប្អូនគិតថាល្អកុំភ្លេចចែករំលែកវីដេអូនេះផងដើម្បីឲ្យយើងរំលឹកគ្នាថាត្រូវស្រឡាញ់ជាតិសាសន៍យើងថែមទៀតលើកមុខមាត់ជាតិសាសន៍យើងថែមទៀតឲ្យល្បីក្នុងន័យវិជ្ជមានទៅលើឆាកអន្តរជាតិអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូនេះបើសិនបើអត់ទាន់ follow ខ្ញុំនៅឡើយអាច follow ម្នាក់មួយដើម្បីមើលវីដេអូថ្មីផ្សេងទៀតខ្ញុំចន្ទរិទ្ធសូមអរគុណ